ជំរាបសួរគ្រូខ្ញុំបាទឈ្មោះបណ្ណាថ្ងៃណាស់ខ្ញុំមកធ្វើវីដេអូអំពីផៃខមមិនរបស់យើងជាដំបូងខ្ញុំត្រូវការចូលនៅ IPA ដើម្បីយើង connect ទៅ browser អញ្ចឹងបន្តមកយើងត្រូវការ connect ទៅ browser អញ្ចឹងយើងយក admin ហ្នឹងមកបន្តមកយើងត្រូវការវាយនៅ S8 ហើយយើងដាក់ username យើងមក add ហើយនឹង IP របស់យើងហ្នឹងតមកចុច enter កន្លែងនេះវាទាមទារ password ចឹងយើងបាច់ password មកអញ្ចឹងយើងបានចូលទៅក្នុងនេះហើយអញ្ចឹង comment ដំបូងគឺយើងប្រើ comment ជាដំបូងយើងត្រូវការវាយ URI សិនមកអញ្ចឹងនេះវាថានៅឈ្មោះយើងត្រែទេអញ្ចឹងបន្តមកខ្ញុំត្រូវការចូលនៅ ls.la ដើម្បីយើងចូលវាបន្ទាប់ពីcomment ហ្នឹងហើយគឺយើងត្រូវ run នៅ ls.la comment file របស់យើងហ្នឹងហើយនឹង head id ហ្នឹងដក 3 មានថាគឺយើងចាប់យកvàoលើ 3 ចឹងនេះចុច enter មកចឹងឃើញតែវាមកហើយចឹងយើងសាកដក 5 មួយទៀត LA ដក 5 comment file សិនហើយ head ដក 5 ចឹងយើងវាបានចូលមកហើយអញ្ចឹងបន្ទាប់មកយើងត្រូវការទៅបង្កើតនៅ folder មួយទៀតយើងវាយ mkdir ដើម្បីបង្កើត folder ចឹងយើងដាក់តាមណា U30 មកតមកយើងត្រូវការចុចទៅ enter វាមកខ្ញុំបើកឲ្យវាមើលសិននេះអញ្ចឹងយើងត្រូវការចូលទៅកាន់ folder យើងដាក់ cd U30 បន្ទាប់មកវាបានចូលមកនឹងហើយយើងត្រូវការបង្កើតនៅ file TXT មួយយើង nano file វាមកយើងដាក់ថាweb file .txt ហ្នឹងហើយចឹងចុច enter មកអញ្ចឹងអាហ្នឹងយើងវាយទៅស្រួលចាំទៅយើងដាក់ number 115មកវាយ 115 ដែលគួរអនុភាពវាងាយស្រួលក្នុងការមើលចឹងយើងត្រូវការនៅ control X មកបាយមកអញ្ចឹងពេលយើង nano file ហើយយើងត្រូវការ cat វាមើលមកcat ឈ្មោះ file យើងនឹងមកអញ្ចឹងយើងបន្ទាប់ពីយើងបង្កើត nano file ហើយយើងត្រូវការ cat file វាមើលមកអញ្ចឹងយើង command ថៃមួយមកហើយដាក់ខាងលើ12អញ្ចឹងវា grab ទៅតាម12អញ្ចឹងយើងសាកមួយទៀតមក cat file TXT ត្រែPi NL head 3អញ្ចឹងវាត្រូវការចូលនៅ number យើងអញ្ចឹងយើងត្រូវការវាយនៅអញ្ចឹងយើងត្រូវការ cat មើលវាមួយទៀតមកcommand Pi ត្រែ NL grab number
server ចឹងយើងកាត់ LF វាមកនេះអញ្ចឹងជា command បន្ទាប់គឺទៅការវាយនៅ ls.lh command i និង tail ដក2អញ្ចឹងវាទៅការ show ឲ្យខាងយើងអញ្ចឹងវីដេអូរបស់ខ្ញុំចប់តែប៉ុណ្្នេះសូមអរគុណលោកគ្រូជំរាបសួរគ្រូខ្ញុំបាទឈ្មោះរណៃខ្ញុំមកធ្វើការនៅ command បែប redirect ជាដំបូងយើងធ្វើការ show នៅ IPA ដើម្បី connect ទៅ PowerShell អញ្ចឹងវាមាន IP អញ្ចឹងយើងវាយទៅ PowerShell ខាងក្រៅអញ្ចឹងយើងយក admin បន្ទាប់មកយើងធ្វើការ connect SH វាយនៅ username ហើយយើងធ្វើការដាក់នៅ IP របស់ហើយយើង show ហ្នឹងមក .1.14 អញ្ចឹងយើងធ្វើការដាក់នៅ password អញ្ចឹងយើងចាំវាទៀតទៀមទៀតសាថ្មីអញ្ចឹងខ្ញុំបែប password សាមីអញ្ចឹងវាចេញហើយអញ្ចឹង comment ដំបូងគឺយើងធ្វើការ comment ls /etc សញ្ញាទៅសញ្ញាធំជាងសញ្ញាត្រូវសញ្ញាធំជាងហើយនឹងយើងដាក់ថា ASU30 មក .tt ចឹងតមកយើងធ្វើការ cat file វាមើលមក ASU30.tt ចឹងនេះគឺជាតម្លៃគឺជា value របស់វាទាំងអស់ហ្នឹងចឹងតមកយើងធ្វើការចូលទៅកាន់ក្នុងនឹង2ចំនួន2ដងអញ្ចឹងយើងវាយតែមក /ls/etc តមកយើងដាក់សញ្ញាធំជាងនេះ2ដងអញ្ចឹងយើងវាយ ASU30.tt តែមកចឹងយើងវាយថាថ្មីទៅហ្នឹងហើយតបមកយើងធ្វើការ show វាវិញមក cat វាមើល file វិញមក cat ASU30.txt នេះអញ្ចឹងយើងធ្វើការចូលទៅ2ដងហើយអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នេះសូមអរគុណលោកគ្រូ
ជំរាបសួរលោកគ្រូខ្ញុំបាទចំហាយរតនៈខ្ញុំមកពីក្រុម Major 30ថ្ងៃណាខ្ញុំមកធ្វើនៅ FTP server ដែលជាជំហានដំបូងយើងត្រូវការទៅមើលនៅ location យើងគឺ Ohio បន្ទាប់មកខ្ញុំត្រូវការទៅបង្កើតនៅ security group មួយយើង create security group មកកន្លែងនេះដាក់ថា my own security អាយុ30អញ្ចឹងកន្លែងនេះខ្ញុំដាក់ថា for learning នេះខ្ញុំចាំខ្ញុំ create security group មកចឹងឃើញតែវាបានហើយបន្ទាប់មកខ្ញុំធ្វើការទៅចូលកន្លែង instance ខ្ញុំឡើងនៅ instance មួយឡើងនៅ instance មួយដែលដាក់ឈ្មោះថា FTP server អាយុ30ចឹងកន្លែងនេះយកបន្ទុកបន្ទាប់មកខ្ញុំ create key pair មួយដែលដាក់ថា EC2 អាយុ30FTP ខ្ញុំដាក់ថា EC2 មក FTP server អាយុ30ចឹងខ្ញុំ create key pair មកហើយចឹងកន្លែងនេះយកនេះខ្ញុំយក my own security នេះកន្លែងនេះដាក់20មកបន្ទាប់មកខ្ញុំធ្វើការឡើង instance មួយមកជួនទៅវាបានហើយចឹងខ្ញុំចូលទៅកាន់នេះវិញខ្ញុំមើលវាកំពុងថា running នេះអញ្ចឹងខ្ញុំបាយទុកវាមកផ្លែដើម្បីឲ្យវាដើរចប់អញ្ចឹងបន្ទាប់ពីខ្ញុំចាំវាមិញឃើញវាចុចនេះហើយអញ្ចឹងយើងចូលទៅ connect វាមកទៅនេះចឹងខ្ញុំធ្វើការបើកនៅ Git bash តោះមកខ្ញុំ copy មួយចឹងវាដើរចឹងបន្តមកយើងធ្វើការ copy នេះមួយយើងដាក់ចូលដូចសារទៅវាអត់ស្គាល់កន្លែងនេះអត់ដើរខ្ញុំធ្វើការទៅចូលនៅកាន់ security group វិញ
ដែល security គ្រប់ខ្ញុំយើងមិញឈ្មោះនេះចង់ខ្ញុំទៅការ add បនរកវាមួយហើយនេះយក TCP ខ្ញុំយក00នេះថា for learning ចឹងខ្ញុំ share ឲ្យវាមកចឹងខ្ញុំទៅ connection ថ្មីចឹងខ្ញុំទៅ copy សិនថ្មីសិននេះចូលទៅដាក់ថា JS មកចឹងត្រង់នេះខ្ញុំយកហ្នឹងហើយអញ្ចឹងយើងចូលមកកាន់នេះហើយចឹងយើងចូលមកកាន់កន្លែងនេះហើយអញ្ចឹងយើងដាក់ថា sudo apt update ចឹងបន្ទាប់មកយើង run list មួយទៀតមកចឹងរួចរាល់ហើយcommand បន្ទាប់ចឹង command បន្ទាប់យើងធ្វើការទៅ install គឺយើងវាយ sudo apt install vs ftpd .y នេះច្រឡំ vs ចឹងវាឥឡូវវាពង install ចឹងបន្ទាប់ពី install ហើយយើងធ្វើការចូលទៅកាន់ cd ect ចឹងបន្ទាប់ពីយើងចូលហើយយើងធ្វើការ ls.la វាមើលមកហើយយើង grab file វាគឺ grab file vs ftpd.conf ចឹងយើងឃើញថាវាមានអីបន្ទាប់មកយើងធ្វើការនៅទៅ sudo មួយសារទៀតគឺ sudo cp vs ftpd.conf មកហើយនៅមួយទៀតគឺ vs ដូចគ្នាប៉ុន្តែខាងក្រោយយើងដាក់បាក់ bak បន្ទាប់មកយើងgrab file វាមើលមកយើង backup មានថាយើង backup ទុកអញ្ចឹងបន្ទាប់មកគឺយើងធ្វើការចូលទៅកែ file អញ្ចឹង sudo nano file យើងគឺ vspd.conf អញ្ចឹងកន្លែងនេះគឺ local unbox គឺយើងយក yes បន្ទាប់មកយើងត្រង់កន្លែងមួយទៀតគឺ write ចុះទៀតមកនេះកន្លែងនេះគឺយើងយក yes មួយដែរអញ្ចឹងកន្លែងនេះអាចនឹងហួសចឹងខ្ញុំឡើងទៅលើវិញ
chẳng trong cái này cứ dân thường thêm nơi lỗ right enableហើយគឺ stop ហើយស្មើ yes ចឹងតបពីយើង enable ហើយគឺយើងត្រូវទៅបន្ថែមនៅ comment ដែលត្រូវដាក់នៅចុងក្រោយអញ្ចឹង comment ចុងក្រោយគឺខ្ញុំ note ទុកហើយអញ្ចឹងនេះខ្ញុំ copy មកអញ្ចឹងខ្ញុំធ្វើការផាសចូលហើយអញ្ចឹងខ្ញុំ control x តោះមកចុច yes enter អញ្ចឹងបន្ទាប់ពីយើងធ្វើការ save ហើយយើងធ្វើការទៅ restart វាមួយមកគឺ sudo systemctl ហើយ restart vs ចឹងបន្តមកខ្ញុំធ្វើការ check នៅ status វាឃើញថាវា file អញ្ចឹងខ្ញុំត្រូវទៅធ្វើសារថ្មីខ្ញុំត្រូវទៅមើលសិនតើវាខុសអីអញ្ចឹងខ្ញុំធ្វើការធ្វើ configure សារថ្មីសិនខ្ញុំ start ពីមួយសិនមកបន្ទាប់មកខ្ញុំ start ធ្វើវាសារថ្មីអញ្ចឹងឃើញថាវា activate អីវាដើរអីដោយសារតែខ្ញុំដាក់ច្រឡំនេះនៅខាងក្នុង nano file អញ្ចឹងឃើញថាវាដើរចឹងបន្ទាប់មកយើងទៅការចូលទៅកាន់FileZilla យើងចូលទៅ file យើងចូល Site Manager កន្លែងនេះយើង add new site មួយមកយើងដាក់ថា FTP server ចឹងកន្លែងនេះយើងយកអានេះយើងយក key មក browser យើងទៅយកនៅ desktop មកការ folder មួយសិនមកថា FTP server open មកឡើងនេះយក PM file អូច្រឡំហើយ desktop នេះអញ្ចឹង user គឺយើងគឺ Ubuntu ចឹងបន្តមកកន្លែងនេះគឺ host នេះយើងត្រូវទៅយក IP port instance អញ្ចឹងយើងចេញទៅវិញមកយើងទៅយក IP នេះ public IP ដោយសារតែខ្ញុំបិទមិនសិនអញ្ចឹងវាអត់ដូរទេអញ្ចឹងយើងចូលទៅកាន់ FileZilla កន្លែងហោះនេះខ្ញុំ hash វាមក port ខ្ញុំអត់ដាក់ទេអញ្ចឹងខ្ញុំអូខេសិនមក save មកខ្ញុំ connect ចឹងយកអានេះចឹងឃើញថាវាចូលវាដើរចឹងនេះ Ubuntu យើងចឹងយើងធ្វើការទៅបង្កើត folder មួយទៀតមកគឺ FTP client នេះបានហើយចឹងខ្ញុំបង្កើត file មួយedu30.tt នេះចឹងឃើញវាចេញហើយចឹងត្រង់នេះខ្ញុំធ្វើការទៅ CD ចេញវិញមក LS វិញមកចឹងខ្ញុំចូលទៅកាន់ FTP client ខ្ញុំ LS វិញមកឃើញថាមាន edu30 អញ្ចឹងចង់ចូលទៅខ្ញុំត្រូវ nano
nano អាយុ30 dot tt ចឹងខ្ញុំដាក់ថាខំអាយុ30ចឹងខ្ញុំត្រូវ x មក yes យ៉ាងហើយជួយ enter មកចឹងខ្ញុំ cat វាមើលមកអាយុ30 dot tt នេះ welcome to អាយុ30ហ្នឹងចឹងវីដេអូខ្ញុំចុងក្រោយមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ